សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមុនខ្ញុំបានបង្កើតវីដេអូដែលនិយាយអំពីការបង្កើនទម្លាប់ហើយនឹង technique ក្នុងការអនុវត្តទម្លាប់ឲ្យមានប្រសិទ្ធភាពបាទហើយនៅក្នុងវីដេអូនេះផងដែរខ្ញុំក៏ចង់បង្ហាញអ្នកទាំងអស់គ្នាអំពីការបង្កើតទម្លាប់របស់ខ្ញុំបាទហើយនឹងលទ្ធផលដែលកើតចេញពីការអនុវត្តទម្លាប់របស់ខ្ញុំក្នុងរយៈពេល3ខែខ្ញុំបានបង្កើតទម្លាប់មួយតាំងពី3ខែមុនប៉ុន្តែនៅក្នុងកំឡុងពេលដែលខ្ញុំអនុវត្តទម្លាប់មួយនោះខ្ញុំក៏បានបង្កើតទម្លាប់មួយទៀតដែលវាភ្ជាប់ទៅជាមួយនឹងទម្លាប់ដែលខ្ញុំបានបង្កើតដូច្នេះក្នុងការអនុវត្តខ្ញុំបានធ្វើនៅទម្លាប់2ក្នុងពេលតែមួយហើយទទួលបានលទ្ធផលដូចគ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចង់ដឹងថាតើទម្លាប់នោះគឺជាអីសូមតាមដានវីដេអូនេះទាំងអស់គ្នាបាទទម្លាប់ដែលខ្ញុំបានបង្កើតនោះគឺការហាត់ប្រាណដើម្បីសុខភាពនិងរូបរាងខ្ញុំបានចាប់ផ្ដើមហាត់ប្រាណតាំងពី3ខែមុនហើយបានធ្វើវាជារៀងទាត់ជារៀងរាល់ថ្ងៃនិងជារៀងរាល់ពេលដែលខ្ញុំបានកំណត់មកទល់ពេលនេះគឺខ្ញុំបានអនុវត្តវារយៈពេល90ថ្ងៃហើយគឺជាពេលវេលាមួយដែលខ្ញុំចាប់ផ្ដើម review នៅលទ្ធផលចេញពីការបង្កើតទម្លាប់ហើយអ្វីដែលជាលទ្ធផលដែលខ្ញុំទទួលបាននិងអ្វីដែលជាចំណុចខ្វះខាតឬក៏ជាកំហុសឆ្គងក្នុងពេលដែលខ្ញុំបានអនុវត្តទម្លាប់នោះអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាគិតថាគ្រាន់តែទម្លាប់ក្នុងការហាត់ប្រាណមានន័យអស្ចារ្យបាទបើសិនជាអ្នកទាំងអស់គ្នាគិតបែបនោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកអនុវត្តទម្លាប់ដែលខ្ញុំបានបង្កើតទៅមើលបាទចាប់ផ្ដើមរៀបចំពេលហាត់ប្រាណហើយធ្វើវាក្នុងរយៈពេល3ខែពេញហើយឲ្យទៀងទាត់បាទហើយចាំមើលថាតើអ្នកទាំងអស់គ្នាអាចបញ្ចេញនូវលទ្ធផលបានដែរឬទេបាទខ្ញុំបានកត់សម្គាល់ឃើញថាកំឡុងពេលដែលខ្ញុំបានអនុវត្តទម្លាប់របស់ខ្ញុំក្នុងការហាត់ប្រាណលទ្ធផលរបស់ខ្ញុំគឺបានលឿនជាងអ្នកដទៃដែលគេមកហាត់ប្រាណជាមួយខ្ញុំជារៀងរាល់ថ្ងៃបាទអ្វីដែលខ្ញុំមើលឃើញថាវាខុសពីគេនោះគឺក្នុងកំឡុងពេលដែលខ្ញុំហាត់ប្រាណខ្ញុំព្យាយាមក្នុងការហាត់ដោយមិនមានពេលសម្រាប់ច្រើនមិនអង្គុយមើលទូរស័ព្ទមិនចុចទូរស័ព្ទមិននិយាយទូរស័ព្ទអ្វីដែលខ្ញុំធ្វើគឺខ្ញុំខំហាត់នៅអ្វីដែលខ្ញុំបានកំណត់ធ្វើវាឲ្យឆាប់ដល់គោលដៅហើយនឹងព្យាយាមស្ដាប់នៅសៀវភៅដែលខ្ញុំចង់ស្ដាប់បាទអញ្ចឹងខ្ញុំអត់ទៅហាត់ប្រាណបដើអង្គុយចុចទូរស័ព្ទបដើមើល Facebook បដើឬក៏មើល TikTok បដើទេបាទកំឡុងពេលដែលខ្ញុំហាត់គឺខ្ញុំហាត់បាទរហូតដល់គ្រប់ចំនួនដែលខ្ញុំបានកំណត់ទៅខ្ញុំចាប់ផ្ដើមសម្រាកញ៉ាំទឹករហូតមកដល់ពេល3ខែនេះខ្ញុំមើលឃើញថាលទ្ធផលរបស់ខ្ញុំគឺបានច្រើនជាងអ្នកផ្សេងដែលគេទៅហាត់ប្រាណដូចខ្ញុំដែរប៉ុន្តែអ្វីដែលខុសប្លែកគឺអ្នកដទៃកំឡុងពេលដែលគេហាត់ប្រាណគេអង្គុយចុចទូរស័ព្ទគេអង្គុយមើល social media តែខ្ញុំវិញគឺខ្ញុំសម្រុកបង្គ្រប់នៅអ្វីដែលខ្ញុំបានកំណត់នេះហើយជាមូលហេតុដែលធ្វើឲ្យខ្ញុំបានលទ្ធផលច្រើនជាងអ្នកដទៃសូម្បីតែអ្នកដទៃដែលគាត់ទៅហាត់ជាមួយខ្ញុំក៏គាត់និយាយដែរថារយៈពេលដែលខ្ញុំបានទៅហាត់ហ្នឹងគឺប្រហែលគាត់តែមើលលទ្ធផលគឺខ្ញុំបានច្រើនជាងគាត់បាទនោះគឺដោយសារតែខ្ញុំ focus ទៅលើសកម្មភាពដែលខ្ញុំបានធ្វើគោលដៅដែលខ្ញុំបានកំណត់ហើយបដោតមិនបែកឆ្វេងបាទនៅដើមវីដេអូខ្ញុំបាននិយាយថាខ្ញុំបានបង្កើតទម្លាប់ហើយចាប់ផ្ដើមអនុវត្តប៉ុន្តែក្នុងកំឡុងពេលនោះខ្ញុំបានបង្កើតទម្លាប់មួយទៀតហើយអនុវត្តវាក្នុងពេលតែមួយបាទអញ្ចឹងទម្លាប់ទី2របស់ខ្ញុំជាអីបាទទម្លាប់ទី2របស់ខ្ញុំគឺការស្ដាប់នៅសៀវភៅបាទខ្ញុំចាប់ផ្ដើមបើកស្ដាប់នៅ audio ដែលគេនិយាយអំពីការបកស្រាយសៀវភៅបាទដែលនិយាយអំពីការអភិវឌ្ឍផ្នែកគំនិតការអភិវឌ្ឍក្នុងការសម្រេចចិត្តបាទសៀវភៅដែលនិយាយអំពី mindset ការជំរុញទឹកចិត្តបាទខ្ញុំបានស្ដាប់ប្រហែលជា6សៀវភៅហើយក្នុងមួយសៀវភៅខ្ញុំស្ដាប់ចំនួន2ទៅ3ដងបាទសៀវភៅណាដែលខ្ញុំចាប់អារម្មណ៍ខ្ញុំស្ដាប់រហូតដល់3ដងបាទហើយនេះហើយគឺជាលទ្ធផលបាទក្នុងរយៈពេល3ខែដែលខ្ញុំបានអនុវត្តទម្លាប់ជារៀងរាល់ថ្ងៃបាទអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះហើយបាទបើសិនជាអ្នកទាំងអស់គ្នាចង់បានលទ្ធផលដូចខ្ញុំបាទសាកដាក់ទម្លាប់ហើយធ្វើសកម្មភាពជារៀងរាល់ថ្ងៃឲ្យទៀងទាត់ឲ្យមានវិន័យបាទនោះអ្នកទាំងអស់គ្នាអាចនឹងមានលទ្ធផលដូចខ្ញុំដែរបាទហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងអញ្ចឹងចាំមើល3ខែក្រោយខ្ញុំនឹង review លទ្ធផលខ្ញុំមួយសារទៀតថាតើខ្ញុំមានការអភិវឌ្ឍទៅដល់ណាបាទអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមបង្កើតទម្លាប់ដែលល្អហើយលុបបំបាត់នៅទម្លាប់ដែលអាក្រក់ចេញបាទដើម្បីឲ្យយើងមានភាពរីកចម្រើនបាទបើសិនជាអ្នកទាំងអស់គ្នាយល់ថាការចែករំលែករបស់ខ្ញុំនៅក្នុងវីដេអូនេះមានអត្ថប្រយោជន៍សូមជួយ share ទៅកាន់អ្នកដទៃទៀតដើម្បីគាត់អាចដឹងអំពីអត្ថប្រយោជន៍នៃការអនុវត្តទម្លាប់ហើយនឹងលទ្ធផលដែលយើងទទួលបានកើតចេញពីការកំណត់គោលដៅក្នុងការអនុវត្តទម្លាប់